បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះជួបវីដេអូខ្ញុំទី2 Channel BP ថ្ងៃនេះគឺជាវីដេអូទី2របស់ខ្ញុំមកប្រាប់អ្នកគ្នាអំពីរបៀបតឡើង FL នៅក្នុង app មួយដែលមានឈ្មោះថា ISA ហើយក្នុងការតឡើងខ្ញុំបានប្រាប់ពីវីដេអូមុនមកហើយពីរបៀបតឡើងកម្មវិធី ISA ហ្នឹងហើយឥឡូវខ្ញុំមកប្រាប់ពីរបៀបតឡើងពីក្នុងកម្មវិធី ISA មកប្រើប្រាស់ក្នុងនេះដូចជា FL ថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបតឡើង SL មិនថា SL មិនថាកម្មវិធីអីផ្សេងគឺអាចតឡើងបានអស់គ្នាប៉ុន្តែក្នុងការតឡើងហ្នឹងមានបងប្អូនខ្លះគាត់តឡើងហើយគឺគាត់អត់អាចលេងបានទេដូចស្អីគាត់តឡើង file ហើយគាត់អត់ចេះបំបី file របស់វាអញ្ចឹងអត់អាចលេងបានទេអញ្ចឹងដើម្បីឲ្យលេងដើម្បីឲ្យតឡើងឲ្យប្រើប្រាស់បានអ្នកគ្នាត្រូវបំបី file តាមខ្ញុំឥឡូវតាមដានវីដេអូរបស់ខ្ញុំមួយទាំងអស់គ្នាអូខេបងចូលកម្មវិធី ISA មកអ្នកគ្នាត្រូវទៅរកអា file ដែលយើងបានតឡើង file ដែលយើងបានតឡើងអ្នកគ្នាចុចកន្លែង trace 3មកនេះបន្ទាប់មកអ្នកគ្នាចុចទី2 trace input របស់វាហ្នឹងបន្ទាប់មកអ្នកគ្នាចេញមកទៅយកអាកន្លែងដែលយើងបានតឡើង file របស់វាយើងចេញមកអ្នកគ្នាទុកកន្លែងណាអ្នកគ្នាទុកកន្លែងណាទៅរកកន្លែងហ្នឹងខ្ញុំទុកកន្លែង download អញ្ចឹងខ្ញុំទៅរកកន្លែង download file របស់វាបាទខ្ញុំទុកហ្នឹងហើយអ្នកគ្នាទុកកន្លែង download អញ្ចឹងនេះ file របស់វាអ្នកគ្នាអញ្ចឹងបើសិនអ្នកគ្នាតឡើង file មួយណាអ្នកគ្នាត្រូវ upload file មួយហ្នឹងអញ្ចឹងខ្ញុំឧទាហរណ៍ឲ្យអ្នកគ្នាមើលអ្នកគ្នាត្រូវទាញយក file របស់វាហ្នឹងឥឡូវ file របស់ខ្ញុំអត់បានទុកកន្លែង download ទេប៉ុន្តែខ្ញុំទុកនៅកន្លែង ISA វិញអញ្ចឹង file ដែលយើងបានតឡើងហ្នឹងយើងរកកន្លែង ISA ទៅគឺឃើញហើយនេះ file របស់ខ្ញុំដែលខ្ញុំតឡើងហ្នឹងដោយសារតែខ្ញុំបាយ file ហើយអញ្ចឹងវាចេញទម្រង់បែបហ្នឹងដល់ពេលអ្នកគ្នាចុច file ហ្នឹងហើយអ្នកគ្នាបាយ file ហើយអញ្ចឹងអ្នកគ្នាត្រូវចុច connect វាមកចុចលើវាមួយមកដើម្បីវា approve ចេញចាបាទចេញជាទម្រង់បែបហ្នឹងអញ្ចឹងខាងក្រោមនេះវាមានពាក្យថា password អ្នកគ្នាមានពាក្យថា password អញ្ចឹងអ្នកគ្នាយក password វាហ្នឹងមកដាក់ជាមួយកន្លែងនេះទៅបានវាប្រើប្រាស់បានអញ្ចឹងដើម្បីយើងយក password វាបានយើងចេញមកមើលកន្លែង file ដែលយើងបានទុកនេះយើងចុចចូលទៅគឺឃើញ password របស់វានេះអ្នកគ្នាគ្រាន់ចុចឲ្យជាប់មកចុចឲ្យជាប់មកគឺយើងយកទៅផាសចុចមិនចឹងណាបាទយើងចុចផាសវាមករួចអ្នកគ្នាយកទៅបំបីអាលើនេះអ្នកគ្នាយកអានេះទី3ហ្នឹងរួចយើងយកទី1ហើយយើងផាសវាចូលពេលអ្នកគ្នាផាសវាចូលហើយចុចអូខេមកគឺវាលោតនេះវាលោតផ្ទាំងមួយបានន័យថាវាយើងអាចឲ្យយើងអាប់ឡូតបានហើយលេងបានធម្មតាអញ្ចឹងយើងដើម្បីឲ្យច្បាស់គឺយើងចុចកន្លែងនេះមួយទៀតនេះកន្លែង App Store របស់វាណាគឺឃើញវាលោតទម្រង់បែបនេះពេលអ្នកគ្នាអត់តន់តឡើងវាអត់លោតទម្រង់បែបហ្នឹងទេគឺវាអាចនឹងលោតទម្រង់បែបនេះហើយចុចឲ្យយើងចុច down ឥឡូវដើម្បីខាត់ពេលយូរយើងចុចទៅយកកម្មវិធី SL មកដែលយើងបាន download ហើយរបៀប download អ្នកគ្នាចូលក្នុង app ណាក៏បានដែរគ្រាន់តែអ្នកគ្នាវាយពាក្យតាមខ្ញុំមកនេះអ្នកគ្នាវាយតាមខ្ញុំមកយើងចុចបូកមកយើងវាយ FL Studio Mobile iPad កុំភ្លេចដាក់ពាក្យ iPad ផងអ្នកគ្នាដើម្បីឲ្យវា support ជាមួយនឹង ISA របស់យើងបន្ទាប់មកវាចេញពាក្យថា iPad ហើយគឺអាខាងលើនឹងឯងបាទគឺនៅខាងលើនឹងឯងយើងចុចទៅបន្ទាប់មកអ្នកគ្នាចុច download វាទៅដល់ពេល download ពេញហើយអ្នកគ្នាចូលទៅក្នុង zip របស់វា
file របស់វាហ្នឹងអ្នកគ្នាទៅរកកន្លែងអ្នកនរគ្នាដែលបាន download ទុកនេះ file ដែលខ្ញុំបាន download ទុកអញ្ចឹងអ្នកគ្នាចុចឲ្យជាប់រួចអ្នកគ្នាយកពាក្យកន្លែងថា movie នេះហើយអ្នកគ្នាយកទៅផាសនៅក្នុង ESA អ្នកគ្នាចូលកន្លែងមក on my phone នឹងរួចនេះក៏រកពាក្យ ESA រួចអ្នកគ្នាចុចផាសទៅហើយអ្នកគ្នា clear ចោលក៏បានអត់ក៏បានដែរហើយអ្នកគ្នាទៅចូលក្នុងកម្មវិធី ESA បន្ទាប់មកអ្នកគ្នានឹងឃើញអា FL ដែលយើងបាន upload ចូលវិញតែយើងបានទាញវាមកក្នុង ESA ហ្នឹងអញ្ចឹងអ្នកគ្នាគ្រាន់ចុចទៅលើវាមួយហើយអ្នកគ្នាត្រូវយកទី3កន្លែង unzip របស់វានេះអ្នកគ្នាធ្វើតាមខ្ញុំអនុវត្តមួយយើងសំខាន់ជាងគេគឺយើងបំបែក file គឺយើង upload file វាហើយដាក់ password ដាក់អីទៅទើបអាចយើង download អីក៏បានដែរគឺវាអាចលេងបានអញ្ចឹងបងប្អូនខ្លះ upload វាអត់ទាន់ច្បាស់អត់ទាន់ត្រូវអញ្ចឹងទៅយើងលេងអត់កើតអញ្ចឹងបើសិនមានចម្ងល់អាត្រង់ថាបំបែក file ហ្នឹងចាំខ្ញុំមានវីដេអូក្រោយខ្ញុំនឹងប្រាប់ឲ្យច្បាស់ជាងហ្នឹងអញ្ចឹងវីដេអូនេះខ្ញុំប្រាប់តែ iPhone របៀបតឡើង FL ទេហើយវីដេអូក្រោយទៀតខ្ញុំនឹងប្រាប់ពីរបៀបទាញ file ចូលក្នុង FL ទាញ log ទាញ melody អញ្ចឹងណាអញ្ចឹងឥឡូវយើងបំបែកវាបានហើយនេះមិញហ្នឹងបំបែកបានហើយយើងចូលទៅអ្នកនេះចុចគាត់ចុចលើនឹងមកប៉ឹកមកវានឹងលោតពាក្យថានេះ Santru នេះយើងយកកន្លែង Santru ហ្នឹងរួចយើងបើកកន្លែងនេះមួយបើកកន្លែង install ហើយយើងចុចយកបេតុងក្រហមមកអាហ្នឹងបានន័យថាយើងកាត់អត់បាច់អូសកាឡាអញ្ចឹងរងចាំបន្តិចវានឹង upload ឲ្យវាលោតពណ៌សញ្ញាទឹកប៊ិចអាចនិយាយបានថាពណ៌ខៀវទើបអាហ្នឹងបានថាយើងតឡើងវាជោគជ័យហើយអាចយកទៅប្រើប្រាស់បានតែបើយើងនៅតែលោតសញ្ញាក្រហមបេតុងក្រហមបានន័យថាយើងបំបែក file ខុសឬក៏យើង down file វាខុសអញ្ចឹងបានន័យថាគឺអត់អាចប្រើបានឥឡូវបានន័យថានេះប្រើប្រាស់បានហើយព្រោះវាលោតថា install អញ្ចឹងយើងចុច install មក download អញ្ចឹងវាលោតបេតុងពណ៌នេះពណ៌ Q នេះអញ្ចឹងបានន័យថា FL របស់យើងគឺលេងកើតដោយសារយើងបំបែក file វាត្រឹមត្រូវអញ្ចឹងបើសិនមានបងប្អូនណាអត់ទាន់វីដេអូក្រោយខ្ញុំនឹងប្រាប់ពីរបៀបតឡើង file បំបែក file វាសាថ្មីឲ្យបោះក្បាយអញ្ចឹងរងចាំឲ្យពេញហើយយើងសាកចូលមើលថាយើងលេងបានអត់អញ្ចឹងវីដេអូក្រោយខ្ញុំនឹងប្រាប់ពីរបៀបទាញ log ទាញ melody ចូលក្នុង SL ហើយបើបងប្អូនណានៅឆ្ងល់អាត្រង់បំបែក file ESA អាច comment នៅក្រោមវីដេអូខ្ញុំនឹងធ្វើវីដេអូថ្មីឲ្យឥឡូវដល់ពេលយើងតឡើងបានណាពេលយើងបែក file បានគឺវាអត់ load សញ្ញា download គីនេះទេពេលអ្នកគ្នាតឡើងវាត្រូវវាមានសញ្ញា download គីនេះមានសញ្ញា download ហើយបាន FL Studio Mobile អញ្ចឹងដល់ពេលយើងបែក file បានគឺវាអត់ load សញ្ញា download ទេអញ្ចឹងបានន័យថាយើងអាចចូលលេងបានហើយអ្នកគ្នាចុចទៅគឺចូលលេងបាននេះបាទយើងគ្រាន់ចុចទៅយើងចុច no ចុច clear ចុចអីចេញទៅបាទបាទទៅគឺយើងលេងបានហើយអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបើសិនមានចម្ងល់ខមមិនក្រោមវីដេអូខ្ញុំនឹងធ្វើមួយហើយឲ្យច្បាស់ជាងហ្នឹងដោយសារតែនេះខ្ញុំគ្រាន់តែមកប្រាប់ត្រួសឲ្យអ្នកនរគ្នាហើយបើសិននៅឆ្ងល់ត្រង់ចំណុច ESA ឲ្យ comment ក្រោមវីដេអូខ្ញុំនឹងប្រាប់បញ្ជាក់វាម្ដងទៀតឲ្យច្បាស់ជាងហ្នឹងបាទវីដេអូខ្ញុំមានប៉ុណ្្នឹងទេ